រដ្ឋាភិបាលថៃតាមរយៈក្រសួងពាណិជ្ជកម្មកំពុងជំរុញយ៉ាងខ្លាំងឲ្យមានកិច្ចព្រមព្រៀងដោះដូរទំនិញជាមួយប្រទេសអ៊ីរ៉ង់លោកស្រីសុផាជីស៊ូថាំផាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានលើកឡើងថាថៃត្រូវការបើកផ្លូវនាវាដឹកជញ្ជូនឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពដើម្បីជៀសផុតពីផលប៉ះពាល់នៃវិបត្តិជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាផែនការដោះដូរនេះគឺថៃនឹងផ្គត់ផ្គង់ស្បៀងអាហារកែច្នៃទៅឲ្យអ៊ីរ៉ង់ជាថ្នូរនឹងការនាំចូលវិញនៃជីកសិកម្មនិងគ្រាប់ផ្លាស្ទិកដែលជាតម្រូវការចាំបាច់បំផុតលោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថានេះជារឿងបន្ទាន់បំផុតព្រោះស្តុកគ្រាប់ផ្លាស្ទិកនៅក្នុងប្រទេសថៃនឹងត្រូវអស់ការផ្គត់ផ្គង់នៅត្រឹមដាច់ខែមេសាខាងមុខនេះហើយទោះជាយ៉ាងណារហូតមកដល់ពេលនេះភាគីអ៊ីរ៉ង់មិនទាន់បានផ្ដល់ចម្លើយតបជាផ្លូវការណាមួយនៅឡើយទេខណៈពេលកំពុងរងចាំរដ្ឋាភិបាលថៃក៏កំពុងស្វែងរកជំរើសផ្សេងទៀតជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីធានាឲ្យបាននូវវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការក្នុងស្រុកឲ្យទាន់ពេលវេលា